cha ông vàng xa sẽ sắp prăng cùng thái công văn thu rồi giờ giữ ông lễ trăm xong lạnh bên nhà cắm đó xong xanh tẹn thùng tay nô ấy lư linh dương nhầm đi xa tổ cây ô bánh ra quần thấy xôn liên ngôn trọn thế xa ăn một uống bụng bò đi săn đã tròn khánh nói nổ ha ôi cá miên bằng nhà pre con ni tỷ linh ngon sôm ăn mô tani Namato Ratanatiyasa ទូលព្រះគុំខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីនមស្ការឧទ្ទិសដល់ប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពសពកាលក្រាបនមស្ការព្រះអង្គគ្រូចារិកាវត្តជោតនារាមបរិញ្ញយោគសហរដ្ឋអាមេរិកនិងព្រះមហាថាបកដោយសេចក្តីគោរពបរានពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីរាប់អាននៅក្នុងពធដោយសទ្ធាជ្រះថ្លាដ៏មុតមមរបស់ញាតិញោមសាធុសប្បុរសប្រុសស្រីដែលមាននៅក្នុងពុទ្ធសាសនាថ្ងៃនេះបានលះបង់នៅពេលវេលាដ៏សំខាន់ទោះបីជាមានការងារតូចធំយ៉ាងណាក៏ព្យាយាមដាក់ធុរៈទម្លាក់ការងារនោះទុកសិនដើម្បីអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យវិសាខបូជានៅក្នុងវត្តជោតនារាមបរិញ្ញយោគសហរដ្ឋអាមេរិកយើងហើយនៅក្នុងកម្មវិធីបុណ្យនេះដែរញាតិញោមពុទ្ធបរិស័ទមាននៅការបូជាដ៏ពិសេសគឺការបូជាផ្កាដែលមនុស្សនិងទេវតាទាំងឡាយមានប្រកដីបូជាចំពោះដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងធម្មតាថ្ងៃសិលញាតិញោមពុទ្ធបរិស័ទក៏មានផ្កាអីចឹងមកបូជាដែរប៉ុន្តែគ្រាន់តែថាយើងមិនសូវមានពិធីអីច្រើននៃវត្តយើងគឺសង្ខេបបំផុតហើយវត្តផ្សេងមានកម្មវិធីដង្ហែព្រះពុទ្ធប្រសូតមានការអបអរសាទរព្រះសម្មាសម្ពុទ្ធត្រាស់ដឹងមានការដង្ហែព្រះសម្មាសម្ពុទ្ធបរិនិព្វានវែងឆ្ងាយណាស់សុទ្ធតែក្បួនដង្ហែវែងមានទួងមានសម្លៀកបំពាក់ឯកសណ្ឋានស្អាត
អនុមោទនាទាំងអ្នកនៅក្នុងវត្តទាំងញាតិញោមពុទ្ធបរិស័ទឃើញពិធីហ្នឹងគឺធំធេងហើយបុណ្យវិសាខបូជាហ្នឹងគឺជាបុណ្យសកលណាញោមនៅក្នុងឆ្នាំ1999អង្គការ UNESCO ទទួលស្គាល់គឺជាសម្បត្តិជាពិធីបុណ្យមរតកលោក World Heritage ថ្ងៃវិសាខបូជាហ្នឹងណាអង្គការ UNESCO ទទួលស្គាល់ហើយដល់ថ្ងៃទី15ខែធ្នូ1999អង្គការសហប្រជាជាតិដែលមានប្រទេសចូលរួម193ប្រទេសទទួលស្គាល់ថាជាថ្ងៃសំខាន់អន្តរជាតិថ្ងៃវិសាខបូជាថ្ងៃ15ខែធ្នូ1999ចាំហ៎អង្គការសហប្រជាជាតិគេទទួលស្គាល់ហ្នឹងថាជាថ្ងៃបុណ្យសំខាន់របស់ពិភពលោកហ្នឹងអង្គការ UNESCO គេទទួលស្គាល់ថាជា World Heritage ដោយនគរវត្តយើង គេទទួលស្គាល់ថាជាមរតកលោកព្រះវិហារទទួលស្គាល់ថាជាមរតកលោកមរតកពិភពលោករបស់អង្គការ UNESCO ប៉ុន្តែមានតែសាសនាយើងមួយពុទ្ធសាសនាហ្នឹងដែលគេទទួលស្គាល់ថ្ងៃដែលព្រះអង្គប្រសូតត្រាស់ដឹងបរិនិព្វានគឺជាថ្ងៃមរតកលោកដែរសាសនាផ្សេងដូចជាមិនទាន់ទទួលស្គាល់ទេចុះដឹងហេតុអីបើគេទទួលស្គាល់អញ្ចឹងហើយអង្គការ United Nation នេះគេទទួលស្គាល់ទៀតដែលមានទីស្នាក់ការនៅ New York នេះ193ប្រទេសដែលគេប្រជុំទទួលស្គាល់នៅថ្ងៃទី15ខែធ្នូ1999នឹងទៀតអញ្ចឹងទាំងអង្គការ UNESCO ទាំង United នៃ UN ទាំង UNESCO និង UN គេទទួលស្គាល់ថាថ្ងៃវិសាខបូជាគឺជាថ្ងៃសកលថ្ងៃបុណ្យសកលហើយឥឡូវនេះ UN គេធ្វើបុណ្យថ្ងៃទី14នៅ UN ការិយាល័យ UN នៅ New York នេះគេធ្វើបុណ្យថ្ងៃ14ម៉ោង3ជាងប្រារព្ធកម្មវិធីនៅ headquarter គេនោះនៅមជ្ឈមណ្ឌលការិយាល័យសហអង្គការសហប្រជាជាតិមានប្រទេសចូលរួមច្រើនហើយមានតែសាសនាយើងហ្នឹងដែល UN យកទៅធ្វើអ៊ីស្លាមដូចជាមិនមានទេនៅ UN គ្រឹះក៏ដូចជាមិនឃើញធ្វើដែរនៅ UN ប៉ុន្តែពុទ្ធសាសនាគេធ្វើគេទទួលស្គាល់ទាំង UNESCO និង UN ចឹងអស្ចារ្យណាស់ដែលគេទទួលស្គាល់ដូចខ្ញុំគៀងសួរថាហេតុអីហ្នឹងពីព្រោះអត់មានបុគ្គលណាដែលមានប្រវត្តិដូចព្រះសម្មាសម្ពុទ្ធច្បាស់លាស់ចឹងទេមេដឹកនាំសាសនាពិភពលោកដែលមានប្រវត្តិច្បាស់លាស់ថាប្រសូតត្រាស់ដឹងបរិនិព្វានចំថ្ងៃជាមួយគ្នាអត់មានអញ្ចឹងប្រសូតថ្ងៃផ្សេងទៅត្រាស់ដឹងផ្សេងទៅហើយបរិនិព្វានផ្សេងទៅអ្នកផ្សេងសាសនាអ្នកប្រកាសសាសនាផ្សេងប៉ុន្តែពុទ្ធចំថ្ងៃហ្នឹងទាំងអស់ប្រសូតក៏ថ្ងៃ15កើតខែវិសាខត្រាស់ដឹងក៏ថ្ងៃ15កើតខែវិសាខចំថ្ងៃហ្នឹងទៀតបរិនិព្វានក៏ចំថ្ងៃហ្នឹងទៀតចំថ្ងៃ3ហ្នឹងគឺបុគ្គលអស្ចារ្យក្នុងលោកហើយ UNESCO ខ្ញុំអង្គការ UN ខ្ញុំគិតមើលគេមិនមែនកាន់សាសនាពុទ្ធទេណាអ្នកខ្លះឲ្យកាន់សាសនាគ្រិស្តអ្នកខ្លះឲ្យកាន់សាសនាអ៊ីស្លាមព្រហ្មញ្ញហិណ្ឌូសាសនាទេវៈផ្សេង193ប្រទេសមើលតែគេទទួលស្គាល់ថាដោយសារអីដោយសារ UNESCO ទទួលស្គាល់មុនដល់ពេល UN ទទួលស្គាល់តាមក្រោយដែរទៅព្រោះ UNESCO គឺជាអង្គការមួយដែលសិក្សាច្បាស់លាស់
មុននឹងទទួលស្គាល់អីមួយ UNESCO មានគណៈកម្មការហៅថាគណៈកម្មការកណ្ដាលហ្នឹងទៅសិក្សាច្បាស់លាស់ណាបានគាត់ទទួលស្គាល់มันងាយទទួលស្គាល់ប្រទេសផ្ដាស់ទេអញ្ចឹងដល់ពេល UNESCO ទទួលស្គាល់ហើយអង្គការសហប្រជាជាតិទទួលបដ ாய் ជាថ្ងៃសំខាន់របស់អង្គការសហប្រជាជាតិដែរអញ្ចឹងសាសនាយើងអ្នកកាន់ពុទ្ធសាសនាបានជាប្រពៃធ្វើនៅកម្មវិធីបុណ្យហើយកន្លែងខ្លះហ្នឹងដាក់ឈ្មោះថាម៉េចដាក់ឈ្មោះថាមហាវិសាខបូជាមានន័យថាការបូជាវិសាខដ៏អស្ចារ្យដ៏ធំធេងអញ្ចឹងបានតាមវត្តផ្សេងដូចជានៅខ្មែរអីហ្នឹងគឺធ្វើបុណ្យធំធេងណាធ្វើបុណ្យញាតិញោមពុទ្ធបរិស័ទយើងខាងនៅអាមេរិកនេះក៏ផ្ញើបច្ច័យផ្ញើអីចូលរួមធ្វើកម្មវិធីបុណ្យផ្កាហ្នឹងវត្តខ្លះហ្នឹងអស់$6000នោះគាត់ទៅទិញផ្កាតុបតែងទៀនហើយនឹងផ្កាតាមជុំវិញព្រះវិហារធ្វើអស់ជាង5000ញោមមើលគាត់នៅផ្កាអញ្ចឹងមានន័យថាមហាវិសាខបូជាសំខាន់ហើយដែលសំខាន់ហ្នឹងញាតិញោមពុទ្ធបរិស័ទយើងឃើញតែពិធីទេដែលសំខាន់ហ្នឹងណាប៉ុន្តែខ្លឹមសារនៅក្នុងវិសាខបូជាហ្នឹងគឺជាថ្ងៃអស្ចារ្យដោយសារអីថ្ងៃហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតឥឡូវយើងគិតមើលហេតុអីបានជាថ្ងៃប្រសូតនឹងអស្ចារ្យពីព្រោះជាធម្មតាផែនដីនេះរញ្ជួយវាតលតែមានបាតុភូតដូចជាខ្យល់វាខ្លាំងពេកវាបក់ទឹកនឹងលោកទៅធ្វើឲ្យផែនដីរញ្ជួយអាហ្នឹងក៏ជាហេតុសារមួយដែរក៏ប៉ុន្តែថ្ងៃដែលព្រះអង្គប្រសូតចេញពីផ្ទៃរបស់មេដាគាត់ព្រះអង្គប្រសូតភ្លាមផែនដីនោះរញ្ជួយទាំងអស់ហើយមានពេលណាគេប្រសូតមកផែនដីរញ្ជួយញោមមានទេក្នុងពិភពលោកវាអត់មានទេរឿងហ្នឹងគឺរឿងអស្ចារ្យប៉ុន្តែរញ្ជួយហ្នឹងផែនដីញ័រហ្នឹងមិនធ្វើអន្តរាយដល់អ្នកណាទេមិនរញ្ជួយឲ្យអាគារដួលទេណាអត់ទេអត់មានទេគាត់រញ្ជួយឲ្យគឺមានភាពព្រឺស្បែកព្រឺរោមព្រឺស្បែកមកខ្ញាក់ហ្នឹងទៅប៉ុន្តែអត់មានអន្តរាយទេកណាចេះឆ្ងល់ដែរអត់មានទេផែនដីរញ្ជួយហ្នឹងក៏អត់មានហេតុអត់មានផែនដីអត់មានទេផែនដីអត់មានធ្វើអន្តរាយអញ្ចឹងអស្ចារ្យអញ្ចឹងញោមវិញណាបើផែនដីរញ្ជួយយើងធម្មតាណា7 Richter អីហ្នឹងអូដឹងអាគារដួលខ្ទេចហើយផ្ទះល្មមៗអីលបូតអស់ហើយអ្នកជិះកង់ល្មមៗធ្លាក់បលាយអស់ហើយប៉ុន្តែផែនដីរញ្ជួយនៅក្នុងអភិនិហារបស់ព្រះពុទ្ធសាសចុះចាប់ចុះចេញចាក់បកគរបស់ពនាងសិរិមហាមាយាហ្នឹងណាផែនដីរញ្ជួយឲ្យនិយាយពីភ្លឺឆ្វាច់ពេញមកពិភពលោករហូតដល់10000ចក្រវាលញោមគិតមើលហើយមនុស្សមើលឃើញទេវតាមើលឃើញមនុស្សមកភ្លាមហ្នឹងទៅមកផ្លែតហ្នឹងទៅហើយដល់មើលឃើញហ្នឹងដឹងស្អីគេដូចជាអានេះរបៀបថាសម័យដូចជាយើងដេកយកសពអញ្ចឹងណាមើលឃើញមកផ្លែតទៅឆ្វាយទៅហ្នឹងភ្លើងនិយាយថាអូដូចផ្នែកបន្ទួលភ្លឺស្អាតហើយអត់មានអន្តរាយមិនផ្លែតមិនឲ្យឃើញយូរណាអញ្ចឹងនឹងមកឆ្វោកពេលព្រះអង្គចុះចាប់ចុះពីផ្ទៃព្រះមេដាហ្នឹងវាអស្ចារ្យអញ្ចឹងញោមវិញណាបើមនុស្សធម្មតាឬផែនដីនឹងជួយធម្មតាអត់មានសល់ទេប៉ុន្តែដោយអំណាចនៃបុណ្យបារមីរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គយើងចេញពីបកគររបស់ព្រះមេដាព្រះអង្គយើងចុះមកដូចនៅក្នុងផ្ទៃរបស់មេដាពពុទ្ធសាសគួងពេនភ្នែនណាមិនដូចក្មេងធម្មតាណាហើយអ្នកដែលមើលឃើញពពុទ្ធសាសមានតែមេដាទេព្រះមេដាណាមើលឃើញកូននៅក្នុងដូចកូនអានេះតុក្កតាយើងនៅក្នុងពោះអញ្ចឹងណានៅគួងពេនភ្នែនហ្នឹងពពុទ្ធសាសដល់ពេលព្រះអង្គថ្ងៃប្រសូតហ្នឹងព្រះអង្គគាត់ថាយើងប្របាទចេញមកយើងដូចចុះទៅលើក្រែទេសហ្នឹងហើយព្រះមេដាក៏អត់មានជឿបកអត់មាន
ấy thế hay đợt bây giờ cho máu nó miền bộ tiêu đa một trò hay tật chùm ra rất là mau bị prum giờ mà chùm ra sầm tụt tua mòn một po sắt dương đo đầy nữa nè tiêu đa tụt tua do tăng bị mà ha prum tụt tua rồi đo tiêu đa phụ bạn ấy nữa hay đợt bây chốt bị đầy bao tiêu đa ban tròn lập cả chuột nhầm khơi nhé trà đấy miền tê hay dương bảo vật nó cứ chỉ ba lò ông ca UNESCO từ sọc xa chỉ ba lò hay tầm mơ đo đi tầm mơ đo ấy tiệt cái nào ông một số lạiពួកអង្គការ UNESCO គេទៅសិក្សាមើលទាំងអស់តម្រាំគេទទួលស្គាល់ហ្នឹងគឺ1999គេទទួលស្គាល់ថាអស្ចារ្យគឺជាថ្ងៃជាសម្បត្តិពិភពលោកហ្មងថ្ងៃហ្នឹងឃើញញោមហើយដល់ពេលប្រសូតមកហើយនោះយាង7ជំហានសិតតែផ្កាឈូកមកទទួលពេលដែលព្រះអង្គយាងប្របាទទៅដល់មុននឹងដល់ដីគឺផ្កាឈូកឡើងព្រះអង្គដកប្របាទក្រោយចេញផ្កាឈូកបាត់ផ្កាឈូកមុខពេលព្រះអង្គរៀបដាក់ប្របាទផ្កាឈូកមកទៀត7ជំហានហ្នឹងគឺដល់ពេលជំហានទី7ព្រះអង្គចូលហើយព្រះអង្គលើកពហោះមួយកូនក្មេងទៅបដិសន្ធិហើយទៅចុតិហើយទៅប្រសូតថ្មីណាទៅជានិយាយបានអាត្មាភ្លេចប្រែណែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពពោធិសត្វព្រះអង្គទ្រង់ឧទាននោះអកោហមស្មិលោកាសៈសេដ្ឋោហមស្មិលោកាសៈចេថោហមស្មិលោកាសៈអយមន្តេមាចេតនដ្ឋិពុណពវោតិមានន័យថាព្រះអង្គលើកពហោះនិយាយចឹងណាពពោធិសត្វថាអាត្មាគឺជាកម្ពូលនៃលោកយើងជាកម្ពូលនៃលោកប្រែចឹងណាជាកម្ពូលនៃលោកខ្លួនអាត្មាឯងជាបុគ្គលប្រសើរបំផុតក្នុងលោកប្រែមកសេចក្តីចឹងណាហើយអាត្មាឯងជាចម្បងទាំងអស់នៅក្នុងលោកជាតិនេះគឺជាជាតិចុងក្រោយតទៅមុខអត់មានចុះចាប់បរិសន្ធិទៀតទេពពោធិសត្វឧទានប៉ុណ្ណឹងហើយបន្ទាប់ពីហ្នឹងមកមាននំមាននាងទៅទទួលពពោធិសត្វចេញពីផ្កាឈូកមក3នាំគ្នាស្រឡាញ់ពេញនងត្រឡប់មកព្រះបរមរាជវាំងវិញទៅតាមពិតពមេដាថាទៅប្រសូតនៅនគរទេវតហៈពមេដាពេលរៀបអភិសេកមកគង់នៅក្នុងនគរកបិលភ័ស្ត្រហើយដល់ពេលសម័យពីដើមហ្នឹងគឺជំនឿថានារីដែលប្រសូតបុត្រហ្នឹងគឺក៏បីត្រឡប់ទៅប្រសូតនៅនគរបិតាវិញក៏ខ្លួនឯងណាអញ្ចឹងព្រះនាងសិរិមហាមាយាមិនសុំអនុញ្ញាតប្របាទសុទ្ធោទនៈហ្នឹងដើម្បីធ្វើដំណើរទៅរាជធានីរបស់ខ្លួនព្រះនាងវិញដើម្បីប្រសូតព្រះរាជឱរសធ្វើដំណើរទៅហ្នឹងគឺធំធេងទីបំផុតមានបានទៅដល់ណាទៅដល់កណ្ដាលផ្លូវហ្នឹងប្រសូតនៅក្នុងព្រៃលំពិនីហើយព្រៃសម័យពីដើមមិនមែនព្រៃមានបលាមានស្លឹកឈើអីទេសម័យនោះគឺព្រៃស្អាតដើមឈើក៏ស្អាតតាមផ្លូវដុះស្មៅស្អាតយើងមើលឃើញនៅក្នុងផាកBotanical Garden ដូចម៉េចអានឹងស្អាតជាងនឹងទៀតយើងមើលនៅក្នុងរូបហ្នឹងថាស្អាតនៅក្នុងសម័យព្រះហ្នឹងគឺដំណើរព្រះហ្នឹងគឺស្អាតហ្មងដោយអំណាចនៃដីជះបុណ្យហ្នឹងណាគឺរៀបចំស្អាតចឹងហ្មងមកផ្លូវទៅហ្នឹងអត់មានមែកឈើអីបាក់ធ្លាក់ស្មៅអីវែងខ្លីស្មៅស្អាតតាមដំណើរហ្នឹងផ្លូវឲ្យផ្លូវមិនទៅមានដូចសម័យឥឡូវមានកស៊ូមានអីណាហើយនៅក្នុងសេចក្តីហ្នឹងថាសន្សើមអត់មានបលាក់ជើងអ្នកធ្វើដំណើរទៅទេអត់មានសន្សើមអត់មានដីខ្សាច់បលាក់អីទេអត់ទេដូចទៅមកស្រួលស្អាតបើមានដីខ្សាច់អីក៏អត់ជាប់ដែរអត់មានជាប់តំណប់ជើងអីទេដូចដើរទៅស្អាតមកក្រុមមាននំនាងពនាងមហាសិរិមាយាទៅហ្នឹងស្អាតញោមគិតមើលហើយយើងមើលភ័ក្រផែតអស្ចារ្យហ្នឹងវាអត់មានទេបើធម្មតាយើងដើរកាត់ព្រៃអញ្ចឹងវាត្រូវតែមានដូចសន្សើមត្រូវមានអាដេញគេហៅ allergy សម័យឥឡូវណាផ្កាឈើផ្កាអីខ្លះតើពាក់ម៉ាស់ណាបានដើរកាត់ព្រៃនឹងស្រួលបើសម័យនោះដូចស្អាតសម័យព្រះនោះអស្ចារ្យញោមមើលក្នុងរូបដូចម៉េចរូបរឿងពិតគឺស្អាតជាងនឹងទៀតហ
cứ đòiអំណាចនៃព្រះសម្មាសម្ពុទ្ធពុទ្ធសាសថ្ងៃប្រសូតនោះហើយឥឡូវហ្នឹងគឺថ្ងៃប្រសូតកន្លែងប្រសូតហ្នឹងនៅក្នុងប្រទេសនេប៉ាល់បែងចែកពីដើមគឺជាចម្ពូទ្វីបកន្លែងហ្នឹងជាហ្នឹងគឺជាមហាប្រទេសធំណាស់សម័យនោះប្រទេសឥណ្ឌាឥឡូវហ្នឹងគឺបែងចែកទៅជាប្រទេសនេប៉ាល់ហើយកន្លែងព្រះអង្គប្រសូតហ្នឹងនៅមានកន្លែងប្រសូតនៅឡើយទេគេធ្វើសម័យអសោកមហារាជទៅធ្វើកន្លែងហ្នឹងញាតិញោមជួយទៅឃើញអាត្មាទៅពេលព្រឹកស្អាតណាញោមអើយពេលព្រឹកត្រជាក់ស្រេងកន្លែងទៅមើលកន្លែងព្រះអង្គឲ្យមនុស្សទៅមិនដែលដាច់ទេទៅថ្វាយបង្គំនមស្ការកន្លែងព្រះអង្គប្រសូតប៉ាន់លើលែងព្រៃឯងញោមព្រៃគេដាំឡើងវិញទេវាដើមព្រៃស្អាតប៉ុន្តែនៅតែរូបសំណាកកន្លែងវិហាររបស់ព្រះនាងសិរិមហាមេយានៅប្រទេសឥណ្ឌាមកនាំញោមស្រីទៅនមស្ការថ្វាយបង្គំព្រះម្ដងហើយកន្លែងហ្នឹងញោមស្រីអាមាគាត់ដែរជិះកប៉ាល់ហោះទេដល់ពេលអាមាកាលនៅថៃយកគាត់ទៅដល់នមស្ការជិះកប៉ាល់ហោះទៅថ្វាយបង្គំនៅកន្លែងព្រះអង្គប្រសូតត្រាស់ដឹងវរណពៀនឡើងនៅភ្នំកិច្ចកោតក្រុងរាជក្រឹសឲ្យគាត់ដើរមើលអស់ហើយប៉ុន្តែឥឡូវគាត់អ្នកធរអ្នកអាធ្វើទៀនទេទៅរាល់ថ្ងៃយើងកាលនៅតាមវត្តចូលវត្តចូលវាហើយថ្ងៃហ្នឹងវាថ្ងៃមេត្តាដែរនោះមកដដេនិយាយតាក់ទងរឿងនឹងខ្លះទៅចឹងបានថ្ងៃប្រសូតនិយាយពីថ្ងៃប្រសូតមួយហ្នឹងគឺអស្ចារ្យណាស់ញោមថ្ងៃប្រសូតហើយយើងមើលទៅបុគ្គលណាមានដូចអញ្ចឹងវាអត់មានហើយកុំនិយាយថាអេលោកនិយាយហ្នឹងវាហួសហេតុអត់មែនហួសហេតុទេញោមរឿងព្រះរឿងប៉ុណ្ណឹងដែលមកនិយាយហ្នឹងគឺអត់មានរឿងអីហួសហេតុទេរឿងដែលហួសហេតុវាលើសហ្នឹងទៀតនិយាយហ្នឹងគឺនិយាយបានតែបន្តិចហ្នឹងព្រះសម្មាសម្ពុទ្ធពុទ្ធសាសញោមអូយអស្ចារ្យណាស់អត់មានលេងសើចធម្មតាទេគឺជាបុគ្គលដែលអស្ចារ្យគឺអស្ចារ្យហ្មងញោមគិតមើលគាត់តែប្រសូតមកឲ្យពួកព្រំមិនទទួលបានអីហ្នឹងហើយយើងរត់តែព្រំមួយមើលមិនឃើញវាហ្នឹងមើលឃើញតែក្នុងរូបហ្នឹងហើយនេះពុទ្ធសាសគាត់ឲ្យយើងចុះមកមិនតាន់បាននេះផងតាន់បានដល់ដីយើងពួកព្រំគេមកទទួលប្របាទព្រះអង្គបាទហ្នឹងមិនជន់ផ្កាឈូកភ្លាមទេណាហើយក៏មិនមែនញោមកុំគិតថានេះគឺជារឿងនិទានមិនមែនទេតាក់ទងនឹងព្រះសម្មាសម្ពុទ្ធមិនមែនជារឿងនិទានទេគឺជារឿងពិតរឿងពិតព្រះសម្មាសម្ពុទ្ធគឺអស្ចារ្យលើហ្នឹងមិនមែនមនុស្សធម្មតាទេចឹងបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងគោរពគេគោរពបូជាសទ្ធាជ្រះថ្លារហូតដល់អង្គការ UNESCO ទទួលស្គាល់ UN ទទួលស្គាល់ឲ្យគេចាត់កម្មវិធីបុណ្យហ្នឹងគេពួកហ្នឹងសិតអ្នកប្រាជ្ញមុននឹងទទួលស្គាល់អីមួយគេសិក្សាច្បាស់លាស់ណាហើយដល់ពេលយើងមើលទៅឃើញច្បាស់តែហ្មងគេឃើញគេមិនដឹងរឿងយើងច្រើនទេក៏ប៉ុន្តែប្រវត្តិសាស្ត្រនៅក្នុងពុទ្ធប្រវត្តិហ្នឹងគេសិក្សាស្រាវជ្រាវមកហើយទៅមើលកន្លែងហ្នឹងមានទាំងអស់អញ្ចឹងគេទទួលស្គាល់ដោយអំណាចនៃដេជះរបស់ព្រះសម្មាសម្ពុទ្ធហើយយើងរាល់ថ្ងៃជះថ្លាហ្នឹងគឺជះថ្លានឹងគុណរបស់ព្រះសម្មាសម្ពុទ្ធយើងដឹងប៉ំហ្នឹងមានតែដឹងឯណាប្រកបវិជ្ជាហ្នឹងប៉ុន្តែរឿងអស្ចារ្យព្រះសម្មាសម្ពុទ្ធគឺអស្ចារ្យណាស់មានពីណាអស្ចារ្យដូចព្រះទេឥឡូវយើងមើលថ្ងៃដែលព្រះអង្គត្រាស់ដឹងថ្ងៃដែលព្រះអង្គត្រាស់ដឹងហ្នឹងល្ងាចហ្នឹងពួកទេវតាពួកព្រំមករងចាំកន្លែងហ្នឹងព្រោះថ្ងៃហ្នឹងគឺព្រះអង្គទទួលចង្ហាន់មធុបាយារបស់ព្រះនាងសុជាតាហើយព្រះអង្គពូតរំនូតឆាន់ហើយព្រះអង្គគង់នៅក្រោមដើមពោធិព្រឹកហ្នឹងនៅរងថ្ងៃដើមពោនៅតាញាតិញោមណាអញ្ចឹងបានថាញាតិញោមមានឱកាសទៅថ្វាយបង្គំទៅដល់កន្លែងហ្នឹងអូតិចសាច់តិចនេះហ្មងម្ចាស់មានគម្រោងការនឹងទៅកន្លែងហ្នឹងទៀតទេឥឡូវទៅនៅអាត្មាអាត្មាថាទៅឲ្យបាន7ដងឥឡូវទៅបាន2ដងទៅទៀតហើយនៅ5ខ្ញុំក៏ដាក់ទៅជាមួយដែរពីព្រោះនៅពេលដែលអ្នកគ្រូនៅខ្សែតាទៅធ្វើបន់នៅប្រទេសឥណ្ឌាគាត់ទៅមុនយូរពេកហើយខ្ញុំមិនចង់ទៅមុនយូរពេកទេបើថាទៅពុកព្រាមចូលព្រាមហើយយើងបានចូលដល់សពនោះហើយយើងហ្នឹងឯងអាថាទៅឲ្យបាន7ដងឥឡូវបាន5ហើយបាន2នៅ5ចូលអត់គ្រប់មិនទៅវិញទៅស្វាណាក៏បានទៅជាមិនក៏បាន
cầm oi ta slap môn nâng ngày từ đó cái này nâng cứ từ chẹt từ chung từ khơi nhô cùi sầm ma thị gom đam po nó khơi pre tháo nè class card bay tệ chung cá thật thàn chứ đạ bạt đầy pe sầm ma thị đạ bạt đa thật thàn xong sặc po mà sặc lẹ mau bấp ba mà sặc nó vô mà tục sặc po chung cá nè class thật thàn á bàn sặc po môi mà vô mà tục tam mà đạ cái bột đạ ấy tam khuôn đào thằng má ban cho sặc đây ta ban à ta sặc mà sặc đây đẹp thằng má ban á ban đa sặc xem cứ dừng rồi giờ mà chạy nhiệt nhôm màu với nhá nâng nơi bây giờ bọn con nó cả lại nâng tê và đa prum được lại mà co chết tích đấy nó cô po thì prật nó đó bây cất tha nâng ban khơi nơi à nó phép ra mà giảm bột ra đăng dục nâng á mà tu máu này mình bị lục tịch bộ mìa máu nó nhưng mới con là mìa máu bộ prum ruột ở lính bộ promo tê đa ho cho bộ vô sát ở lính hay bộ sát bọn con làm nón ấy nhưng mà hãy bây giờ khai ở trong sật ở bộ mía mau sật ở chi tầm rây chi ấy mau như mò ngất mi ngất đây chung vinh tư bắt nó không còn pí lúc tầm đại tham mía nó men còn pí đấy bây giờ mà giảm bột bọn ta tầm đại mía nó ở hiền mau bị mốc rồi mau bị kháng hay mau bị gần còi mau bị kháng chú anh đã mau bị còi bị mốc rồi ở hiền màu pro ca đã bọn do bầu phăng bay bay bài chẳng nó từ cào hơi búp con là cào búp sắp ta khai tới giờ bà lắng nhung đại bà lắng dừng khơi bà lắng pre nữa nè con là khơi bà lắng pre không áo màu tươi và đá màu priệt hay đã bị đăng đó mía nó màu đại hay mía nó tươi và đá chọn thì bầm muối nè thì bầm muối hay đã bị chân đó bây tê và đa ho tao nhôm cật mới khuyên pe na tê đó bây chân bọn thật than nòng chật thà ở lâu ní xong bay tê và đá rư nè nè na mỗi chỉ ti băng bao bọn ngọn miền để phần tay bây giờ mà thằng ở thật than thà mạch đằng ấy bọn thật than đã ba là mày đọc để thà cột bằng pin hỏi cứ chỉ cỏ cầm bằng đó bọn thật than trong búp miền ná bộ miền nó thưa ọt cả nhỉ hay bọn con smarty nâng nâng có bọn ha nó không bị phốp lục đi nó không lục đi khuyên về na to tăng như mấy thằng mía bàn đấy bọn là bọn là thật than do ba là mấy đọp ba là mấy coi là bọn là thật than và nắng miên này bọn quân đâu chưa sọc nó không smarty nứng bộ mía bộ ấy từng lái phi diêm làm bay nó bầm bay về smarty sam pot khuyên đây nhôm cho làm bong rút banh thu banh ấy mau rất khai tôi chia ca chưa từng ca bồ chia tôi mà giảm bột nhôm khơi được nông rương cái sầm đáy nó cứ thom đá thế bọn ta rương bật và cọt men tê nó cứ cha nè rồi smay này bây giờ mà giảm bột tại cà pia nơi rất nặng bà lăng lại nâng hay sòng cream rồi viên mía nâng bây giờ mà giảm bột cứ gật cào mê cào đầy thom à hay đi dương sầm đáy rồi ngày nó cứ sầm đáy ban ta mùi phía rồi thế đây cái lên rương không bộ rương pre cha chẳng cha nè đó pe bong an tra đăng mình na phản đây đừng chui tiệt pe pe sama giảm bột bong tra đăng ấy giếng từ can tê và lục ngày kla bong giếng ngày kla bong họ bà bong giếng từ pi gì hiền đây bà bong này lơ phim mà nữa đó bong tròn mà chương tiết lơ cầm phù nông dụ còn thò cầm phù nông dụ còn thò nó cứ cầm phù nông là nơi chung vinh pra sầm mè bong giếng mà chỉ hiền nó chương tròn cầm phù nông nó mà chỉ hiền tiết bong tròn đào tầng mỏng giếng là pi gì hiền đây đào than đào tầng bật ngày kla bong tới đời rất cứ bong còn là bạt phải năng tới bạt rồi bật ngày kla bong giếng chiên nhầm hiền thom đá mà nhầm hiền tôi ban mà nhầm hiền bọc ra nó học sập bay sàn rồi mày hiền bọc ra pi than mà nuôi tao đo buộc nông dụ còn thô nó học sập bay sàn rồi học sập bay sàn con đo bọc mùi học sập bay sàn này mình học sập bay mơn này học sập bay sàn rồi mà rồi đo lô đo bọc mùi lô mà rồi đo bọc mùi lô con mà đó
ដល់ពេលព្រះអង្គទៅគង់នៅឋានតោតឹងសម្ដែងធម៌ប្រោះមេត្តាពេលដែលព្រះអង្គកំពុងសម្ដែងធម៌គឺរយៈពេល3ខែព្រះអង្គសម្ដែងណាក្នុងភាសាទី7ព្រះសម្មាសម្ពុទ្ធសម្ដែង3ខែអត់ដែលឈប់ទេអត់មានឈប់ទេណា3ខែសម្រាប់នៅឋានមនុស្សអត់ដែលឈប់ទេប៉ុន្តែព្រះអង្គអធិដ្ឋានមកដល់ពេលព្រឹកព្រះអង្គអធិដ្ឋានថាឲ្យព្រះពុទ្ធមួយអង្គទៀតសម្ដែងធម៌កន្លែងហ្នឹងឲ្យព្រះអង្គយើងទៅបិណ្ឌបាតនៅឧត្តរកោរទ្វីបប៉ុន្តែទេវតាស្ដាប់ធម៌ហ្នឹង3ខែអត់ដែលតាណាទេអត់ដឹងទេឃើញហើយយើងមើលតែគោព្រះមានណាធ្វើកើតព្រះអង្គអធិដ្ឋានឲ្យព្រះសម្ដែងធម៌តទេវតានឹងព្រំព្រះពុទ្ធមេត្តាស្ដាប់អត់ដឹងទេព្រះពុទ្ធនៅតែឆាននៅឧត្តរកោរទ្វីបឆានហើយព្រះអង្គផ្ទុំនៅហើយព្រះអង្គត្រឡប់មកវិញសម្ដែងធម៌តទេវតាមានដឹងមួយនេះដល់ពេលព្រះអង្គសម្ដែងធម៌ចប់គឺព្រះអង្គចុះពីឋានទេវតាមកមានន័យថាចាប់ផ្ដើមសម្ដែងធម៌រហូតដល់ចប់ហ្នឹងគឺទេវតាឃើញព្រះអង្គនៅនឹងរហូត3ខែសរុបទៅគឺ3ខែនៅក្នុងឋានមនុស្សនិយាយឃើញអស្ចារ្យណាស់ហើយពីណាធ្វើកើតហើយរឿងហ្នឹងក៏មិនមែនរឿងប្រឌិតដែរគឺរឿងពិតរឿងរបស់ព្រះហើយអត់មានណាធ្វើដូចចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងថារឿងដែលមិនគួរគិតនៅក្នុងនោះមានពុទ្ធវិស័យគឺជារឿងអចិន្ត្រៃយ៍ព្រះសម្មាសម្ពុទ្ធគឺជារឿងអចិន្ត្រៃយ៍គិតមិនដល់ទេអស្ចារ្យចឹងចឹងមិនធម្មតាទេព្រះសម្មាសម្ពុទ្ធធ្វើឲ្យមនុស្សមួយបានសម្រេចជាព្រះអរហន្តហ្នឹងគឺមិនងាយទេយើងបរៀនមនុស្សពិបាកចឹងបានថ្ងៃវិសាខបូជាសំខាន់ណាស់ប្រសូតត្រាស់ដឹងប៉ុន្តែអ្វីដែលយើងស្ដាយគឺថ្ងៃបរិនិព្វានគឺថ្ងៃព្រះអង្គបរិនិព្វានជាថ្ងៃដែលយើងសោកស្ដាយណាព្រោះការបាត់ទៅនៃព្រះសម្មាសម្ពុទ្ធហាក់បីដូចជាប្រទីបនៅក្នុងពិភពលោកនេះរលត់ចឹងទេវតាទាំងឡាយថាការដែលព្រះអង្គបរិនិព្វានគឺដូចជាព្រះអាទិត្យនេះអស់ស្រង់គុតពេលព្រោះពេលដែលព្រះអង្គយាងទៅណាបណ្ណានឹងគឺដូចព្រះអាទិត្យពន្លឺទាំងទេវតានិងមាននិងព្រំបានប្រយោជន៍ច្រើនណាស់ព្រះសម្មាសម្ពុទ្ធយើងបានទៅដាក់បាតព្រះអង្គទៅមកវែកអូយមិនដឹងបនយោធនាទេចឹងហ៎ហើយយើងរាល់ថ្ងៃមានទៅដាក់បាតដល់ព្រះតនហើយយើងបានគាត់អធិដ្ឋានសពថ្ងៃនេះយើងបូជាតិចតួចដូចស្ដើងបូជាផ្កាបូជាចង្ហាន់ចឹងប៉ុណ្ណឹងចុះវែងឆ្ងាយដែរហើយប៉ុន្តែគាត់ចង់និយាយថាថ្ងៃហ្នឹងអស់ចាដោយសារកអកពេកបើចេះនិយាយឲ្យញាតិញោមស្ដាប់រឿងព្រះណាប៉ុណ្ណឹងចុះចែកជូនញាតិញោមដើម្បីឲ្យមាននៅពុទ្ធានុសតិជ្រះថ្លានៅក្នុងគុណនៃព្រះសម្មាសម្ពុទ្ធដ៏អស្ចារ្យដែលគេទទួលស្គាល់ថាថ្ងៃពិសាខបូជាថ្ងៃដ៏អស្ចារ្យហ្នឹងគឺដោយសារគេឃើញនៅភាពអស្ចារ្យទាំងអស់ហ្នឹងជាដើមដែលរឿងទាំងអស់នេះគឺហួសវិស័យនឹងអធិប្បាយញាតិញោមស្ដាប់ដោយពឹសស្ដារបានប៉ុន្តែរឿងហ្នឹងគឺជារឿងអស្ចារ្យតកតងនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់អនុមោទនាបុណ្យកុសលញាតិញោមហើយក៏សូមជូនពរទិសបុណ្យកុសលនេះដល់បុព្វការីជនរបស់ញាតិញោមទាំងអស់ដែលបានបាក់បែកចែកឋានទៅកាន់បរលោកហើយសូមអស់លោកអនុមោទនាបុណ្យកុសលដែលកូនចៅបានបំពេញនៅមហាកុសលក្នុងថ្ងៃនេះវិសាខបូជាសូមឲ្យគាត់អនុមោទនាសោយសុខក្នុងសម្បរ័យភពហើយសូមឲ្យញាតិញោមទាំងអស់មានសតិបញ្ញាស្មារតីបានបុណ្យកុសលច្រើនមានសទ្ធាក្នុងព្រះសម្មាសម្ពុទ្ធដែលជានុភាពនៃព្រះធម៌ដែលជានុភាពនៃព្រះសង្ឃជួយបីបាច់ថែរក្សាញាតិញោមសុខសប្បាយទាំងអស់គ្នាកុំបីអខានឡើយការសម្ដែងធម៌ទេសនាមកប៉ុណ្ណេះក៏លំមសំកាលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង